ឃើញគេแชร์ផុសនេះហើយធ្វើឲ្យខ្ញុំចង់យើងខ្មោចមួយដែលខ្ញុំធ្លាប់ជួបពិតប៉ុន្តែពេលហ្នឹងខ្ញុំមិនទៅលក្ខណៈជា trip មួយមិត្តភ័ក្តិអីខ្ញុំទៅលក្ខណៈជាគ្រួសារជាមួយនឹងចដូនមួយខាងម៉ាក់ខាងអីច្រើនមែនតើទាំងប៉ាម៉ាក់ទាំងអីក៏គាត់ទៅដែរហើយពេលហ្នឹងគឺនៅខេត្តកំពតអូយនិយាយទៅពេលហ្នឹងទៅការបងប្អូនណាគាត់ខ្ញុំនឹកឃើញរឿងហ្នឹងគឺខ្ញុំចង់និយាយថាញាប់បេះដូងខ្លួនឯងមកដែរព្រោះពេលហ្នឹងគឺខ្ញុំឃើញផ្ទាល់នឹងភ្នែកហ្មងដល់គ្នាដែលមិនជឿដែលមិនខ្លាចក៏ត្រូវតែជឿក៏ត្រូវតែខ្លាចព្រោះវាចេញមកច្បាស់ពេកដូចក្នុងរឿងអញ្ចឹងអូខេឥឡូវចូលមកដើមរឿងដំបូងឡើយគឺវាចែកពេលហ្នឹងខ្ញុំប្រហែលជាខ្ទង់អាយុ19 20អីទេដល់គ្នានៅក្មេងដែរហើយកាលហ្នឹងយើងទៅលក្ខណៈថាវល់ល្ងាចព្រោះបងប្អូនវាផ្សាច់ឆ្ងាយដែរទេគិតថាទៅវល់ល្ងាចនឹងមកវិញអត់មានកម្រងថានឹងកេងនៅកំពតហ្នឹងទេអត់ទេហើយកំពតហ្នឹងវាមិននៅចំទីរួមខេត្តកំពតហ្មងហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាផ្ទះគាត់ហ្នឹងគឺចុះទៅរៀងជ្រៅទៀតហើយទស្សនៈមួយហ្នឹងវានៅរៀងចិត្តផ្ទះគាត់ជាងគេវាមិនមែនលក្ខណៈអូតែទេវាដូចជាទស្សនៈប៉ុន្តែធំអារបៀបអញ្ចឹងនិយាយទៅខ្ញុំឲ្យ AI ធ្វើរូបឲ្យខ្ញុំតោះគ្នាវារូបតំណាងរបៀបអញ្ចឹងវាទស្សនៈប៉ុន្តែវាមានបន្ទប់ច្រើនហើយធំកន្លែងហ្នឹងហើយនៅតមុខហ្នឹងគឺមានវងមូមួយនៅកពតកែបហ្នឹងតោះគ្នានិយាយទៅវាយូរហើយខ្ញុំរៀងស្ពិតស្ពិលហើយក៏ខ្ញុំអត់ស្គាល់ឈ្មោះក៏ខ្ញុំអត់ចាំឈ្មោះតែនឹងដែរទស្សនៈនឹងដែរពេលដែលយើងទៅញ៉ាំការគេនៅតាមខេត្តអញ្ចឹងជួនកាលយើងគិតថាវល់ល្ងាចទេប៉ុន្តែពេលខ្លះយើងជាតិសូរ៉ាអីចូលខ្លួនទៅម្នាក់ចេះខ្ជិលចេះអីបើកឡានផ្លូវឆ្ងាយអញ្ចឹងណាក៏គិតថាចូលគេងនៅទស្សនៈហ្នឹងមួយយប់ទៅតែយើងលក្ខណៈថាយើងអត់មានខ្វល់ពីអីទាំងអស់សំខាន់ឲ្យតែយើងបានគេងសិនងើបឡើងបានជិះមកផ្ទះប៉ុណ្ណឹងអត់មានខ្វល់ថាអូផ្ទះសំណាក់ហ្នឹងមិនអីគឺអត់ទេគឺឲ្យតែជិះមកឃើញអូគេងសិនហើយហត់ដែរបាក់កលាំងបាក់អីត្រូវយើងផឹកស្វឹងផឹកអីចឹងណារបៀបអញ្ចឹងហើយពេលហ្នឹងគឺមានប៉ាម៉ាក់អ៊ំហើយបងប្អូនចរូនមួយខ្ញុំស្រីផុសទៅច្រើនហើយចែកបន្ទប់គ្នាគេងប៉ាម៉ាក់ខ្ញុំគេងមួយប្អូនស្រីខ្ញុំអីចឹងទៅហើយអ៊ំអីគាត់គេងរៀងខ្លួនចឹងណាហើយដែលឡងហ្នឹងតើគ្នាគឺឡង2បន្ទប់ខ្ញុំគេងមួយប្អូនស្រីចរូនមួយខ្ញុំសាក់សីរស់ហ្មងនិយាយទៅឃើញវីដេអូហ្នឹងចូលខមមិនផងនិយាយទៅគឺខ្ញុំគេងមានអ៊ំស្រីម្នាក់ហើយនឹងប្អូនស្រីចរូនមួយហើយនឹងខ្ញុំ3នាក់ហើយកតុបហ្នឹងគឺខែភ្លុះហើយតើគ្នាខែ2កតុបហ្នឹងខែ2ហើយគឺមានកញ្ចក់នៅនឹងចុងជើងណាកញ្ចក់មិនកញ្ចក់របៀបលក្ខណៈទូឯងដូចគេធ្វើកញ្ចក់មកផ្ទាំងនៅចុងជើងខែយើងហ្មងហើយបន្ទប់ខ្ញុំហ្នឹងគឺបន្ទប់លេខ4ហើយនឹងបន្ទប់តោមុខខ្ញុំហ្នឹងគឺប្អូនប្រុសខ្ញុំហើយនឹងបងប្រុសចរូនមួយខ្ញុំប្រហែល2-3នាក់គេនៅក្នុងកតុបហ្នឹងរៀងគ្នាច្រើនដែរតោមុខហ្នឹងកតុបដូច06ហើយខ្ញុំ04ឡងពីកតុបហ្នឹងគឺឡងដូចគ្នាមួយយប់ហ្នឹងគឺចេញចូលកតុបហ្នឹងហ្មងនិយាយទៅចូលទៅបងគឺអារម្មណ៍ធម្មតាហ្មងអត់មានថាអូខ្លាចអីទេតែនៅពេលដែលចូលទៅបានមកសតុចាប់ផ្ដើមដូចតិចខុសធម្មតាហើយសិវៗចឹងខ្នងវាមិនជាអារម្មណ៍យើងអីហើយគេងអស់លេងអ៊ំខ្ញុំហ្នឹងហើយនឹងប្អូនស្រីចរូនមួយខ្ញុំហ្នឹងគឺគេងអស់លេងហ្មងនៅសល់តែខ្ញុំឯងហើយខ្ញុំអង្គុយចុចទូរស័ព្ទទៅខ្ញុំមានអារម្មណ៍ថាអត់ស្រួលទៅហើយតិចនៅចុងជើងតិចខ្លាំងមែនតើថាពេលហ្នឹងដូចជាអត់បើកម៉ាស៊ីនតិចអីតិចឡើងបិទម៉ាស៊ីនតិចទៀតហើយនៅតែពេលបិទម៉ាស៊ីនតិចហ្នឹងហើយនៅតែតិចទៀតគឺថាចុងជើងខ្ញុំគឺតិចហើយស្រាវមែនតើហ្មងហ្នឹងណាគេមានទ្រព្យមានអារម្មណ៍នឹងខ្លះហើយខ្ញុំគិតថាអូប្រហែលជាមិនដឹងអត់ស្រួលខ្លួនឈឺដល់អីចឹងណាបាទយើងស្រាវអញ្ចឹងក៏ពេលហ្នឹងខ្ញុំគិតថាខ្ញុំនឹងងើបទៅកតុបទឹកតែទាំងអស់គ្នាដឹងមិនអត់នៅពេលដែលខ្ញុំងើបទៅកតុបទឹកហ្នឹងគាត់តែខ្ញុំបើកភ្នែកមកអូយអត់ចឹងទេពេលហ្នឹងគឺខ្ញុំគេងខ្ញុំឃ្លុំភួយដល់គ្នាឲ្យតែខ្ញុំគេងគេបិទភ្លើងអស់ចឹងទៅគឺខ្ញុំឃ្លុំភួយហើយខ្ញុំចុចទូរស័ព្ទក្នុងភួយមើលនេះមើលនោះអីចឹងណាដល់ពេលខ្ញុំគិតថាខ្ញុំទៅកតុបទឹកហ្នឹងខ្ញុំបើកភួយមកសាច់ខ្ញុំឃើញមកភ្លឹបស៊ុបដូចសម្រោដូចដើរកាត់ចុងជើងយើងចឹងណាស៊ុបចឹងណាហើយខ្ញុំគិតថាអូប្រហែលជាភ្លើងឡានវាឡងតាមកញ្ចក់តាមអីនិយាយទៅខ្ញុំអត់តន់ប្រឡាតខ្លួនឯងឯដំបងឡើយខ្ញុំមិនចេះតែខ្លាចប្រេះផ្ដាស់ឯងខ្ញុំគិតថាប្រហែលជាភ្លើងឡានភ្លើងអីឯងប៉ុន្តែនៅពេលដែលខ្ញុំព្យាយាមងើបហ្នឹងណាទីងភួយខ្ញុំចង់ងើបចេញពីកែហ្នឹងវាងើបអត់រួចវាដូចមានអីសកាត់យើងងើបរួចថាធ្ងន់ហ្មងងើបអត់រួចទេមិនពេលហ្នឹងខ្ញុំមានអារម្មណ៍ខ្លួនឯងថាអូអត់ស្រួយខ្ញុំក៏ដាក់ខ្លួនគេងទៅវិញព្រោះនៅពេលដែលខ្ញុំមើលរឿងមើលអីគេថាពេលដែលឃើញខ្មោចហាមស្រែកហាមខ្លាចហាមធ្វើអាការៈបែបខ្លាចអាហ្នឹងវារត់តែឡងយើងចាយគេមើលរឿងគេដឹងហ្នឹងទៀតណាតបមកខ្ញុំគិតថាខ្ញុំមានតែប្រះខ្លួនគេងទៅវិញហើយខ្ញុំក៏លំភួយហើយខ្ញុំយកទូរស័ព្ទហ្នឹងឆាតឲ្យទេទៅចរូនមួយខ្ញុំទាំងដែរប្អូនស្រីចរូនមួយខ្ញុំហ្នឹងគឺគាត់កេងចិត្តខ្ញុំទេប៉ុន្តែខ្ញុំអត់យកដៃកេះគាត់តែខ្ញុំប្រើដោយខ្ញុំយកទូរស័ព្ទ call ដើម្បីឲ្យគាត់ដឹងខ្លួនហើយខ្ញុំ message ខ្ញុំអត់និយាយទៀតខ្ញុំ message ថាពេលហ្នឹងប្អូនខ្ញុំហ្នឹងឈ្មោះតៃខ្ញុំថាតៃបងឃើញខ្មោចនៅចុងជើងនិយាយទៅខ្ញុំនិយាយរឿងខ្មោចនេះរឿងសោចអត់ខ្លាចព្រោះដោយសារអីព្រោះពេលហ្នឹងចរូនមួយខ្ញុំហ្នឹងគឺគាត់ក៏ប្លែកពេកហើយខ្ញុំឃើញគាត់ប្រះខ្លួនមើលទូរស័ព្ទមើលឆាតខ្ញុំហ្នឹងហើយស្រាប់គាត់ស្ទុះវុបស្ទុះងើបអង្គុយមនុស្សគេងហ្នឹងហាខ្ញុំពងស្លន់នេះទៀតគាត់មើលឆាតចឹងហើយគាត់ស្ទុះវឹបគាត់ងើបអង្គុយហើយគាត់ច្អល់ទៅកញ្ចក់ចុងជើងនឹងគាត់ច្អល់ចឹងហើយគាត់បិទភ្នែកហើយតបមកហើយ
គាត់ធ្វើហេគាត់គេងទៅវិញអ្នកគ្នាក៏ផ្លែងអត់ហើយខ្ញុំនេះស្លាន់ចឹងតែពេលហ្នឹងគឺព្យាយាម calm down ខ្លួនឯងលក្ខណៈថាអត់ចាក់អត់ឲ្យខ្លាចទេហើយព្យាយាមសូត្រធម៌ក្នុងចិត្តព្យាយាមសូត្រធម៌ក្នុងចិត្តធ្វើមិនឲ្យរលាយបាត់ណាព្រោះខ្ញុំយកខ្ញុំបើកភួយមើលតិចអ្នកទាំងអស់គ្នាដឹងឃើញបែបម៉េចអត់ឃើញមនុស្សស្រីអង្គុយមុខកញ្ចក់ទម្លាក់សក់ឃើញមុខឯងឃើញតែសក់ឯងហើយសក់ហ្នឹងអត់សូវវែងឯងរបៀបពាក់កណ្ដាលខ្នងអីចឹងគឺឃើញរបៀបអង្គុយអង្គុយមុខកញ្ចក់ចឹងហ្មងតាគ្នាតែក្នុងចិត្តខ្ញុំគឺពេលហ្នឹងវាពី10យប់ត្រឹមហ្មងតាគ្នាហើយខ្ញុំក៏អត់ដឹងថាធ្វើមិនអីមិនដែរខ្ញុំអត់ចង់តែខ្ញុំពេលហ្នឹងខ្ញុំចង់រត់ចេញក្រៅបន្ទប់តិចខ្ញុំចង់សើចតិចប៉ុន្តែពេលហ្នឹងក្នុងចិត្តព្យាយាមសូត្រតែធွာឯងសូត្រធွာឲ្យដៃឆាតជាមួយនឹងច្រូនមួយខ្ញុំហ្នឹងហេពងໃຫญ่ពេលឡែបន្លែទៀតឆាតជាមួយប្អូនខ្ញុំហ្នឹងថាមានអារម្មណ៍ដូចខ្ញុំអត់ហើយប្អូនខ្ញុំហ្នឹងថាហ្នឹងហើយគេឃើញរបៀបដូចតែខ្ញុំឃើញដែរតែគេហ៊ានមើលគេមានអារម្មណ៍ថាគេមានអីនៅចុងជើងហ្នឹងដែររបៀបអញ្ចឹងហើយបើអ៊ំខ្ញុំហ្នឹងគឺគាត់គេងលក់សមុកហ្មងទាំងអស់គ្នាដល់ពេលហើយពេលហ្នឹងគឺនាំគ្នាសូត្រធွာទាំងពីរអ្នកក្នុងចិត្តសូត្រក៏គេងលក់បាត់ទៅទាំងអស់គ្នាហើយទៅដល់បន្ទប់ប្អូនខ្ញុំជាមួយនឹងបងចដូនមួយខ្ញុំវិញគឺគាត់ថាមកយប់ហ្នឹងឮតែបើកទឹកហើយជិតទឹកបកូនអ្នកទាំងគ្នាឮសលេងរបៀបមនុស្សងូតទឹកងូតអីគេងត់បាននេះហើយកតុកហ្នឹងមើលរឿងខ្មោចទៀតសំណាងឯងដែលខ្ញុំអត់ទៅមើលរឿងខ្មោចជួញមើលរឿងខ្មោចមួយគេព្រោះពេលថាមុនគេហ្នឹងគឺនាំគ្នាមើលរឿងខ្មោចហើយមិនគេងប៉ុន្តែដោយសារខ្ញុំហត់ពេកគឺខ្ញុំមកគេងហ្មងបើមិនខ្ញុំទៅមើលរឿងខ្មោចនៅកតុកហ្នឹងទៀតគឺចាប់មកយប់ហ្នឹងគឺគេអត់លក់ឯងតែតើគ្នាផឹកឡើងម្នាក់ភ្នែកដូចផិនដាចឹងភ្នែកដល់ខ្មៅរៀងខ្លួនហ្មងណាឡើងពេលហ្នឹងចាស់អ៊ំសួរថាជុំហីមិនបានពួកក្មេងៗភ្នែកខ្មៅម៉េចបាននិយាយថាខ្មោចឡងសោះគ្នាហ្មងពេលហ្នឹងដែលពេលហ្នឹងខ្ញុំអត់ទាន់ដឹងថាកតុកមួយទៀតហ្នឹងត្រូវខ្មោចឡងដែរចដូនមួយខ្ញុំមួយទៀតនោះគឺគាត់ថាគាត់បានឃើញដៃមនុស្សស្រីគឺអោបគាត់ពេញមួយយប់មកទេនិយាយទៅក៏ខ្ញុំផ្លិតខាងអ្នកមកកតុកទៀតហ្នឹងហើយព្រោះរឿងហ្នឹងវាយូរហើយតើគ្នា10ឆ្នាំជាងដែរអ្វីដែលរន្ធត់នោះពេលហ្នឹងខ្ញុំតើប្រាប់ប៉ាខ្ញុំហ្នឹងថាខ្ញុំត្រូវខ្មោចឡងឯងហើយគាត់ទៅញ៉ាំកាទៀវម្នាក់ឯងពេលព្រឹកហ្នឹងគេប្រាប់ថាអទេសនៈដែលយើងគេងមិញហ្នឹងណាគឺមានមនុស្សស្រីទៅតែចងកស្លាប់នៅក្នុងផ្ទះសំណាក់ហ្នឹងហើយខ្ញុំគ្រាន់លឺចឹងខ្ចប់ចាត់បាយហ្មងឯងសយកតុបដែលខ្ញុំគេងហ្នឹងទៀតបានខ្ញុំឃើញអង្គុយនៅចុងជើងអត់ចេញតាណាហ្នឹងដល់អញ្ចឹងទៅតគ្នាស្ដែងមហាស្ដែងហ្មងអញ្ចឹងនៅពេលដែលយើងយកសោកតុប04ហ្នឹងអញ្ចឹងមិនអ្នកយកសោហ្នឹងធ្វើខ្ជិបធ្វើរៀបស្រានឆ្លាតអញរបៀបអញ្ចឹងបានន័យថាទេសនៈហ្នឹងវាមានរឿងចឹងមិនឆ្ងល់ឆ្ងល់ទេសនៈហ្នឹងអត់មានសូវមានមនុស្សទៅគេងស្ងាត់ចម្លែកស្ងល់តែចំណុចហ្នឹងមួយទៀតតែយើងវាអត់ចាប់ផ្លឹកអារឿងហ្នឹងព្រោះយើងគិតថាវាហត់ណាស់ធ្វើមកឲ្យបានគេងចឹងតែទាំងអស់គ្នាហ្នឹងចឹងបានថាអ្នកទៅដើរលេងអីបើថាដូចលក្ខណៈបថុចញុតដូចខ្ញុំអីកុំចេះតែចូលគេងផ្ដេសផ្ដាសទាំងអស់គ្នាអូយនិយាយមែនឡងសាហាវអានេះមកដូចថាយើងមានធွာក្នុងខ្លួនយើងចេះសូត្រធွာសូត្របល័យអីមិនវាទៅកុំអីមិនដឹងមិននិយាយរួមទៅតើគ្នាកាខ្ញុំនៅខ្មែរគឺខ្ញុំអាសាជួបខ្មោចមែនតើនៅមានរឿងទៀតអត់តន់អស់ហេអត់តន់អស់ដំណឹងឯងខ្ញុំជួបអាសាជួបមែនតើនឹងគិតថាខ្លួនឯងតិចមានកញ្ចៅមានបញ្ជួយមកទៀតហើយមានកញ្ចៅមានបញ្ជួយខ្មោចឡងអីចឹងណាប៉ុន្តែវាអត់ដឹងមិនដែរកាលនៅខ្មែរគឺច្បាស់ហ្មងឬក៏ថានៅប្រទេសខ្មែរយើងសបោខ្មោចឬក៏មិនពូកាខ្ញុំមកនៅអូស្ត្រាលីនេះខ្ញុំមិនដែរត្រូវខ្មោចឡងសូម្បីម្ដងអត់ដែរហ្មងសូម្បីតែសម្លេងចម្លែកអីក៏ដែរប៉ុន្តែបើនៅខ្មែរអូយមកហ្មងតោះគ្នាទៅខេត្តស្រួលមកហ្មងណាពេលខ្លះរឿងជប់ខ្មោចប៉ិតហ្នឹងខ្ញុំចង់ចែកម្លែកច្រើនតែបើនិយាយខ្លះគេថាខ្ញុំប្រូខ្ញុំអីទៅខ្ញុំបានយូរខ្ញុំបញ្ចេញមួយព្រោះដោយសារខ្ញុំឃើញអាផុសគេshareហ្នឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាណាចង់ដឹងទៀតចាំខ្ញុំនិយាយរឿង1 2អីទៀតដែលខ្ញុំជួបនៅខ្មែរហ្នឹងខ្ញុំអាសាជួបនៅក្មេងជួបគ្នាវីដេអូក្រោយទៀតបាយបាយ